ចំណុចដែលនាងខ្ញុំនឹងចែករំលែកជូនបងប្អូនទាំងអស់គ្នាចានៅពេលនេះគឺចាចំណុចទី1បងប្អូនទាំងអស់គ្នាផ្លេចជាមួយទៅនឹងពាក្យមួយដែលគេលើកឡើងថាវិន័យបងប្អូនទាំងអស់គ្នានៅពេលដែលយើងមានវិន័យយើងធ្វើអ្វីក៏សម្រេចដែរបងប្អូនកុំតន់ជឿខ្ញុំប៉ុន្តែបងប្អូនទាំងអស់គ្នាអាចទៅសាកល្បងមើលសិនតើអ្វីដែលបងប្អូនទាំងអស់គ្នាចង់ដាក់វិន័យចំពោះខ្លួនឯងការដាក់វិន័យចំពោះខ្លួនឯងនេះគឺវាជារឿងមួយដែលអាចជំរុញឲ្យបងប្អូនទាំងអស់គ្នាអាចកំណត់នៅពេលវេលាចាជាមួយទៅនឹងការងារដែលបងប្អូនកំពុងតែធ្វើបានទៀតហេតុអីបានជាយើងត្រូវដាក់វិន័យខ្លួនឯងបងប្អូនទាំងអស់គ្នាសូម្បីតែការគេងការញ៉ាំការធ្វើអ្វីមួយមិនបាច់និយាយអីច្រើនទេការផុសវីដេអូចាការផុសFacebook អីផ្សេងណាបើសិនជាបងប្អូនទាំងអស់គ្នាចង់ឲ្យអ្វីដែលបងប្អូនកំពុងតែធ្វើចារីកចម្រើនទៅមុខបានលុះត្រាតែបងប្អូនកំណត់ពេលវេលាក្នុងការធ្វើរឿងទាំងអស់នឹងដែរត្រូវទេចាអញ្ចឹងការដាក់វិន័យជាមួយនឹងខ្លួនឯងនេះគឺមានប្រយោជន៍ខ្លាំងទី1ឲ្យបងប្អូនទាំងអស់គ្នាចំណេញបាននៅពេលវេលាចាដើម្បីចាត់ចែងជាមួយទៅនឹងការងារប្រចាំថ្ងៃរបស់ខ្លួនបានល្អចានេះគឺជាចំណុចដែលនាងខ្ញុំចង់ចែករំលែកជូនបងប្អូនទាំងអស់គ្នាដូចគ្នាដែរចំណុចទី2បងប្អូនទាំងអស់គ្នាដែលលើពាក្យថាឧស្សាហ៍ចាបងប្អូនទាំងអស់គ្នានៅពេលដែលយើងចាមានភាពឧស្សាហ៍ព្យាយាមគឺជាចំណុចមួយដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាធ្វើការងារអ្វីគ្រប់យ៉ាងបានតាន់ពេលតាន់វេលាចឹងភាពឧស្សាហ៍ព្យាយាមនេះគឺដើរទន្ទឹមគ្នាជាមួយនឹងចំណុចទី1បានខ្លាំងបំផុតបើសិនជាបងប្អូនមិនឧស្សាហ៍ព្យាយាមបងប្អូនបោះបង់លឿនពេកចឹងអ្វីដែលបងប្អូនត្រូវធ្វើច្បាស់ជាអត់ទៅដល់ចំណុចដែលបងប្អូនចង់បានទេអញ្ចឹងភាពឧស្សាហ៍ព្យាយាមរបស់មនុស្សម្នាក់គឺពិតជាសំខាន់នៅពេលដែលយើងឧស្សាហ៍ព្យាយាមយើងអត់បាយញ៉ាំទេអញ្ចឹងបើសិនជាយើងឧស្សាហ៍ព្យាយាមចាឧស្សាហ៍បងប្អូននឹងងើបទៅដាំបាយដើម្បីញ៉ាំខ្លួនឯងត្រូវអត់ចាប៉ុន្តែបើសិនជាបងប្អូនខ្ជិលបងប្អូនសុខចិត្តថាឃ្លានបន្តិចញ៉ាំអីសម្រន់បន្តិចតួចទៅឆ្អែតប៉ុន្តែអ្វីដែលជាបញ្ហានោះគឺកាពះរបស់បងប្អូនអញ្ចឹងបើសិនជាបងប្អូនចង់បានអ្វីមួយបងប្អូនចង់ឲ្យចាចំណុចដែលបងប្អូនត្រូវដើរទៅហ្នឹងទៅដល់ចាចំណុចដែលបងប្អូនចង់បានបងប្អូនត្រូវតែមានការបដិញ្ញាចិត្តចាតស៊ូអត់ធ្មត់ហើយឧស្សាហ៍ព្យាយាមជាចាំបាច់ទើបបងប្អូនសម្រេចចាអូខេចំណុចមួយទៀតចាចំណុចទី3គឺពាក់ព័ន្ធជាមួយទៅនឹងពាក្យសម្ដីចាវាចាអាចនាំឲ្យបងប្អូនសុខវាចាឲ្យនាំឲ្យបងប្អូនរីកចម្រើនវាចាចេញទៅអាចធ្វើឲ្យបុគ្គលនៅជុំវិញរបស់បងប្អូនសប្បាយចិត្តសើចកាយជាមួយបងប្អូនប៉ុន្តែវាចាមួយទៀតក៏ជាចំណុចមួយដែលធ្វើឲ្យមនុស្សដែលកំពុងតែមើលបងប្អូនឬក៏នៅពីមុខបងប្អូនឈឺចុកចាប់ចាអញ្ចឹងការប្រើប្រាស់វាចាបងប្អូនត្រូវតែគិតចាត្រូវតែយកអារម្មណ៍មនុស្សជុំវិញខ្លួនមកដាក់ជាមួយទៅនឹងចិត្តខ្លួនឯងកុំអាងតែមានមាត់ចេះតែដើរវាចាផ្ដេសផ្ដាស់កុំអាងតែមានមាត់ចេះតែនិយាយប៉ាត់ណាប៉ាត់ណីនោះធ្វើឲ្យបញ្ហារត់មករកបងប្អូនជាក់ជាមិនខានសរុបវិញ3ចំណុចនេះគឺពិតជាសំខាន់ខ្លាំងចំពោះបងប្អូនទាំងអស់គ្នាមិនថាបងប្អូនស្ថិតនៅក្នុងវ័យណាមួយចាមិនថាបងប្អូនស្ថិតនៅក្នុងវ័យសិក្សារៀនសូត្រមិនថាបងប្អូនស្ថិតនៅក្នុងវ័យមួយដែលកំពុងតែប្រកបមុខរបរកិច្ចការងារប្រចាំថ្ងៃបើសិនជាបងប្អូនមិនប្រយ័ត្ន3ចំណុចនេះទេបញ្ហានឹងរត់មករកបងប្អូនទាំងអស់គ្នាប៉ុន្តែបើសិនជាបងប្អូនចាមាន3ចំណុចដែលនាងខ្ញុំលើកឡើងទី1គឺវិន័យទី2គឺសេចក្តីឧស្សាហ៍ព្យាយាមនិងចុងក្រោយគឺការប្រើពាក្យសម្ដីផ្សេងទៅកាន់មុខរបរការងារអាជីវកម្មរបស់បងប្អូនប្រចាំថ្ងៃបងប្អូនប្រយ័ត្ន3នឹងឲ្យបានល្អបំផុតនោះបញ្ហានឹងខ្លាចបងប្អូនហើយនឹងរត់គេចចេញជាពីបងប្អូនជាក់ជាមិនខានចាអញ្ចឹងវីដេអូនេះជូនបងប្អូនទាំងអស់គ្នាប៉ុណ្ណឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានឃើញនៅវីដេអូមួយនេះហើយបងប្អូនទាំងអស់គ្នានឹងចាយកវាទៅណូតទុកដើម្បីដាស់សតិដាស់ស្មារតីដាស់អារម្មណ៍ដាស់ការគិតដាស់ដំណើរការសកម្មភាពដែលបងប្អូនបានធ្វើនិងប្រព្រឹត្តប្រចាំថ្ងៃអរគុណច្រើនចំពោះការតាមដានវីដេអូមួយនេះអ្វីដែលសំខាន់បងប្អូនកុំភ្លេចជួយគាំទ្រជាមួយទៅនឹងចាលេលាបមុខពីខាង P Brand ផងបើបងប្អូនទុកចិត្តនាងខ្ញុំបងប្អូនស្រឡាញ់ការចែករំលែករបស់នាងខ្ញុំកុំភ្លេចជួយគាំទ្រលេលាបមុខពីខាង P Brand